សំណួរទី43 The manager insisted that the report blank by Monday មានន័យថាអ្នកគ្រប់គ្រងបានទទូចឲ្យរបាយការណ៍ត្រូវបានដាក់ស្នើមុនថ្ងៃច័ន្ទចម្លើយ A submit ចម្លើយ B submitted ចម្លើយ C B submitted ចម្លើយ D submitting ចម្លើយត្រឹមត្រូវគឺ C B submitted ហេតុអ្វីព្រោះក្រោយ insist that នៅពេលមានន័យថាទទូចឬទាមទារឲ្យអ្វីមួយកើតឡើងយើងអាចប្រើទម្រង់ subjunctive ក្នុងប្រយោគនេះ the report មិនមែនជាអ្នកដាក់ស្នើទេវាគឺជារបាយការណ៍ដែលត្រូវបានដាក់ស្នើដូច្នេះយើងត្រូវប្រើ passive voice B បូកជាមួយនឹង past participle ដូច្នេះ B submitted ហេតុអ្វីចំនួនផ្សេងខុសចម្លើយ A submit ខុសព្រោះវាជា active voice ចម្លើយ B submitted ខុសព្រោះវាខ្វះ B ចម្លើយ D submitting ខុសព្រោះទម្រង់ ing មិនត្រូវនឹង grammar structure នេះទេដូច្នេះប្រយោគពេញគឺ The manager insisted that the report be submitted by Monday មានន័យថាអ្នកគ្រប់គ្រងបានទទូចឲ្យរបាយការណ៍ត្រូវបានដាក់ស្នើមុនថ្ងៃច័ន្ទ